នេះទី2គិតត្រឹមថ្ងៃដែលព្រះសទ្ធត្រទ្រង់ប្រសូតចាកផ្ទៃនៃព្រះមេត្តានៅក្នុងថ្ងៃសុក្រ15កើតខែពិសាខកាលនោះរហូតមកដល់ថ្ងៃនេះក៏ជាទូលព្រះបង្គំជាខ្ញុំបាទសូមក្រាបថ្វាយបង្គំសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈនិងព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមគោរពនឹងជម្រាបសួរសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកស្រីទូរទស្សនិកជនដែលកំពុងតែទស្សនាការផ្សាយផ្ទាល់ពិសេសរបស់ទូរទស្សន៍កម្ពុជាជាទីគោរពនិងជាទីមេត្រីទស្សនិកជនជាទីគោរពគណៈនេះខ្ញុំបាទសុកពេជ្ររតនានិងក្រុមការងារផ្សាយផ្ទាល់របស់ទូរទស្សន៍កម្ពុជាកំពុងតែស្ថិតនៅទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះរាជាណាចក្រកម្ពុជាគឺនៅភ្នំព្រះរាជទ្រព្យឧត្តមដែលស្ថិតនៅក្នុងស្រុកពញាលឺខេត្តកណ្ដាលសម្រាប់ថ្ងៃនេះថ្ងៃ15កើតខែវិសាខឆ្នាំមមីអត្តស័កពុទ្ធសករាជ2569ដែលត្រូវនៅថ្ងៃទី30សំទោសថ្ងៃទី1ខែឧសភាឆ្នាំ2026ដែលនៅទីតាំងភ្នំព្រះរាជទ្រព្យឧត្តមស្ថិតនៅពេលវេលាព្រឹកនេះគឺពិធីបុណ្យវិសាខបូជាពិធីបុណ្យវិសាខបូជាគឺជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យព្រះពុទ្ធសាសនាធំនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលតែងតែប្រារព្ធរៀបចំឡើងធ្វើជារៀងរាល់ឆ្នាំពលគឺចំខែពិសាខនេះតតែម្ដងទស្សនិកជនជាទីគោរពនិងជាទីមេត្រីពុទ្ធបរិស័ទទូទាំងប្រទេសនៃព្រះរាជាណាចក្រកម្ពុជាតែងតែប្រារព្ធរៀបចំព្រមជាមួយនឹងរាជរដ្ឋាភិបាលបានគិតគូរយកចិត្តទុកដាក់ដែលយើងដឹងហើយថាវិស័យព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋពុទ្ធសាសនិកជនខ្មែរទូទាំងប្រទេសគឺមានភាពសប្បាយរីករាយនិងជ្រះថ្លាបំផុតដោយដែលទូរទស្សនិកជនបានឃើញនៅកញ្ចក់ទូរទស្សន៍កម្ពុជានេះស្រាប់សេចក្តីជ្រះថ្លានេះបានញ៉ាំងនឹងកើតឲ្យប្រជាពុទ្ធបរិស័ទទូទាំងប្រទេសរៀបចំជាមួយនឹងរាជរដ្ឋាភិបាលក្នុងការប្រារព្ធប្រតិបត្តិនៅពិធីបុណ្យវិសាខបូជាថ្ងៃនេះគឺជាថ្ងៃសុក្រ15កើតខែពិសាខឆ្នាំមមីអត្តស័កពុទ្ធសករាជ2569ដោយត្រូវនៅថ្ងៃទី1ខែឧសភាឆ្នាំ2026ប្រជាពុទ្ធបរិស័ទខ្មែរនៅទូទាំងព្រះរាជាណាចក្រកម្ពុជាក៏ដូចជាពុទ្ធសាសនិកនៅជុំវិញពិភពលោកកំពុងប្រារព្ធពិធីបុណ្យវិសាខបូជាដែលជាទិវាដ៏វិសេសវិសាលពលគឺរំលឹកដល់ព្រឹត្តិការណ៍មហោស្ចារ្យទាំង3របស់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើងទី1គឺទ្រង់ព្រះប្រសូតទី2ទ្រង់ត្រាស់ដឹងនិងទី3គឺការរំលឹកខណ្ឌចូលទៅកាន់ព្រះបរិនិព្វានទស្សនិកជនជាទីគោរពនិងជាទីមេត្រីពិធីបុណ្យវិសាខបូជាដែលប្រារព្ធឡើងនៅថ្ងៃនេះស្ថិតនៅព្រំព្រះរាជទ្រព្យឧត្តមដែលជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតជាទីតម្កល់ព្រះបរមសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធដែលស្ថិតនៅក្នុងស្រុកពញាលឺខេត្តកណ្ដាលហើយពិធីបុណ្យវិសាខបូជាឆ្នាំនេះបានប្រារព្ធឡើងយ៉ាងមហោឡារិកក្រោមអធិបតីភាពឯកឧត្តមហ៊ីសោភាប្រធានក្រុមប្រឹក្សាធម្មនុញ្ញនិងលោកជំទាវទស្សនិកជនជាទីគោរពនិងជាទីមេត្រីសិស្សានុសិស្សជាច្រើនក៏កំពុងតែចូលរួមយ៉ាងច្រើនកកជាមួយនឹងពុទ្ធបរិស័ទដែលអញ្ជើញមកទាំងពីទីជិតក្តីទីឆ្ងាយក្តីដើម្បីចូលរួមអបអរសាទរនៅក្នុងពិធីបុណ្យវិសាខបូជាដែលញ៉ាំងឲ្យពិធីបុណ្យព្រះពុទ្ធសាសនាប្រព្រឹត្តទៅយ៉ាងអធិកអធមជាទីបំផុតទស្សនិកជនជាទីគោរពនិងជាទីមេត្រីពិធីបុណ្យដែលប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តមហ៊ីសោភាប្រធានក្រុមប្រឹក្សាធម្មនុញ្ញនិងលោកជំទាវក្នុងឱកាសនេះយើងឃើញមានព្រះវត្តមានរបស់សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកតេឧទេសបណ្ឌិតប៊ូគ្រីសម្ដេចព្រះមហាសង្ឃរាជ
នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចព្រះមហាសមេធាធិបតីគតិបណ្ឌិតអមលឹមហេងសម្ដេចព្រះសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ព្រះវត្តមានសម្ដេចព្រះពោធិវាំងគតិបណ្ឌិតណយច្រឹកសម្ដេចព្រះសង្ឃនាយករងទី1នៃគណៈមហានិកាយជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ព្រះវត្តមានសម្ដេចព្រះវណ្ណរតមួងរាសម្ដេចព្រះសង្ឃនាយករងទី2គណៈមហានិកាយជាទីសក្ការៈដ៏ខ្ពង់ខ្ពស់សម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិតខឹមសនសម្ដេចព្រះសង្ឃនាយករងទី3គណៈមហានិកាយជាទីសក្ការៈដ៏ខ្ពង់ខ្ពស់សម្ដេចព្រះត្រៃរតនាវង្សាចារ្យទូចសាទរព្រះមេគុណគណៈធម្មយុត្តិកនិកាយរាជធានីភ្នំពេញព្រមទាំងព្រះវត្តមានសម្ដេចព្រះសង្ឃនាយករងសម្ដេចព្រះសង្ឃនិងព្រះរាជាគណៈព្រមទាំងព្រះមន្ត្រីសង្ឃវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឈិនគិតនាឧបនាយករដ្ឋមន្ត្រីអនុប្រធានអចិន្ត្រៃយ៍និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតចាយបរិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនារួមជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការនិងពុទ្ធបរិស័ទយ៉ាងច្រើនកុះករលោកអ្នកនាងជាទីមេត្រីទស្សនវិជ្ជាដែលយើងកំពុងទស្សនានៅពេលនេះគឺស្ដែងឲ្យឃើញនៅសទ្ធាជ្រះថ្លាយ៉ាងក្រៃលែងរបស់ប្រជាពុទ្ធបរិស័ទកម្ពុជាទូទាំងប្រទេសសំឡេងធម៌នមស្ការដែលកំពុងបន្លឺឡើងលាយឡំជាមួយក្លិនក្រអូបនៃផ្កាឈូកនិងសែងធូបបានបង្កើតនៅបរិយាកាសដ៏ស្ងប់សុខលើទឹកដីប្រវត្តិសាស្ត្រភ្នំព្រះរាជទ្រព្យឧដុង្គនាឱកាសនេះការមកជួបជុំគ្នានៅថ្ងៃនេះមិនត្រឹមតែជាការបំពេញបុណ្យកុសលតាមប្រពៃណីប៉ុណ្ណោះទេប៉ុន្តែគឺជាការបង្ហាញនៅស្មារតីសាមគ្គីភាពនិងការលើកកម្ពស់តម្លៃនៃសន្តិភាពដែលជាបេះដូងនៃព្រះពុទ្ធសាសនាខ្ញុំបាទសូមជម្រាបជូនពុទ្ធបរិស័ទទូទាំងប្រទេសទស្សនិកជនជាទីមេត្រីថាពិធីបុណ្យវិសាខបូជាគឺជាការរំលឹកយើងគ្រប់គ្នាឲ្យដើរតាមគន្លងមេត្តាធម៌និងអហិង្សាតាមរយៈការប្រារព្ធពិធីនៅមុខព្រះមហាសក្យមុនីចេតិយសក្ការៈនេះយើងសូមបន់ស្រន់សូមសេចក្តីសុខជូនដល់មាតុភូមិនិងប្រជាជនកម្ពុជាទាំងមូលឲ្យជួបតែភាពត្រជាក់ត្រជុំនិងរីកចម្រើនជានិច្ចនិរន្តរ៍វិសាខបូជាមកពីពាក្យថាវិសាខឈ្មោះខែទី2នៃចន្ទគតិរួមជាមួយពាក្យបូជាគឺការគោរពសក្ការៈគឺជាការគោរពបូជាដ៏ធំបំផុតក្នុងព្រះពុទ្ធសាសនាដើម្បីរំលឹកដល់ព្រឹត្តិការណ៍មហោស្ចារ្យ3យ៉ាងដែលកើតឡើងចំថ្ងៃ15កើតខែពិសាខដូចគ្នាប៉ុន្តែខុសតែឆ្នាំប៉ុណ្ណោះទី1ព្រះសម្មាសម្ពុទ្ធទ្រង់ព្រះប្រសូតព្រះសិទ្ធិន្ទតកុមារទ្រង់ប្រសូតទី2ទ្រង់ត្រាស់ដឹងព្រះអង្គបានសម្រេចនៅសម្មាសម្ពោធិញ្ញាណក្លាយជាព្រះពុទ្ធជាម្ចាស់នៃលោកនៅក្រោមដើមពូទី3ព្រះអង្គទ្រង់ចូលព្រះបរិនិព្វានទស្សនិកជនជាទីគោរពនិងជាទីមេត្រីគណៈពេលនេះដែរវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមហ៊ីសោភាប្រធានក្រុមប្រឹក្សាធម្មនុញ្ញនិងលោកជំទាវបានអញ្ជើញដល់ពិធីនៃកម្មវិធីពិសាខបូជាទិដ្ឋភាពដ៏មហោឡារិកនិងអធិកអធមដែលប្រជាពុទ្ធបរិស័ទទូទាំងប្រទេសយ៉ាងច្រើនកុះករតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំពោលគឺនៅទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
នៅភ្នំព្រះរាជទ្រព្យឧដុង្គដែលស្ថិតនៅក្នុងស្រុកពញាលឺខេត្តកណ្ដាលនេះតតែម្ដងទស្សនិកជនជាទីគោរពនិងជាទីមេត្រីសម្រាប់កម្មវិធីបុណ្យវិសាខបូជានៃឆ្នាំនេះកម្មវិធីនឹងប្រព្រឹត្តទៅដោយមានការគ្រប់ទង់ជាតិនៃប្រជាជាតិកម្ពុជាច្រៀងបទនគររាជដោយនិស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈគ្រប់ទង់ព្រះពុទ្ធសាសនាដោយសូត្របទសារផាញ់ដោយនិស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនិងការប្រកាសវិសាខបូជាបព្វជិតនិងក្រហមប្រកាសរួមព្រមទាំងពិធីសាសនាផ្សេងៗទៀតបន្ទាប់អំពីកម្មវិធីផ្លូវការបានបញ្ចប់ក៏មានការដាក់បាតប្រគេនដល់ព្រះសង្ឃចំនួន80អង្គទស្សនិកជនជាទីគោរពនិងជាទីមេត្រីគណៈពេលនេះដែរគណៈអធិបតីជាទីគោរពក៏កំពុងតែថ្វាយនៅធូបទៀននិងផ្កាភ្ញីជាទីសក្ការៈដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើងក្នុងឱកាសពិធីបុណ្យវិសាខបូជាទស្សនិកជនជាទីគោរពនិងជាទីមេត្រីដូច្នេះសូមអញ្ជើញលោកអ្នកនាងទស្សនានិទិដ្ឋភាពទាំងស្រុងនិងរូបភាពសម្លេងដើមដូចតទៅបាទសូមអនុញ្ញាតសម្រួលឥរិយាបថទូលព្រះបង្គំជាខ្ញុំសូមរាជានុញ្ញាតសូមព្រះអនុញ្ញាតនិងសូមអនុញ្ញាតដើម្បីដំណើរការកម្មវិធីជាបឋមទូលព្រះបង្គំខ្ញុំបករណាសូមធ្វើនៅអភិវឌ្ឍនកិច្ចដ៏ក្រៃលែងចំពោះសម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកតេឧទេសបណ្ឌិតបួគ្រីសម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ពងពោះបំផុតទូលព្រះបង្គំខ្ញុំបកណាខ្ញុំសូមធ្វើនៅអភិវឌ្ឍនកិច្ចដ៏ក្រៃលែងចំពោះសម្ដេចព្រះមហាសូមេធាធិបតីកតេបណ្ឌិតអំលឹមហេងសម្ដេចព្រះសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ពងពោះបំផុតទូលបង្គំខ្ញុំបករណាសូមក្រាបថ្វាយបង្គំសម្ដេចព្រះពោធិវាំងកតេបណ្ឌិតណយជ្រឹកសម្ដេចព្រះសង្ឃនាយករងទី1នៃគណៈមហានិកាយជាទីសក្ការៈដ៏ពងពោះខ្ញុំបករណាសូមក្រាបថ្វាយបង្គំសម្ដេចព្រះវណ្ណរដ្ឋមួងរាសម្ដេចព្រះសង្ឃនាយករងទី2គណៈមហានិកាយជាទីសក្ការៈដ៏ពងពោះខ្ញុំបករណាសូមក្រាបថ្វាយបង្គំសម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិតខឹមសនសម្ដេចព្រះសង្ឃនាយករងទី3គណៈមហានិកាយជាទីសក្ការៈដ៏ពងពោះខ្ញុំបករណាសូមក្រាបថ្វាយបង្គំសម្ដេចព្រះសង្ឃតាមឋានានុក្រមព្រះរាជាគណៈព្រះមេគុណព្រះអនុគុណព្រះមន្ត្រីសង្ឃព្រះករុណាប្រគុណម្ចាស់គ្រប់ព្រះអង្គជាទីសក្ការៈ
សូមអនុញ្ញាតគោរពឯកឧត្តមហ៊ីសោភាប្រធានគណៈប្រឹក្សាធម្មនុញ្ញនិងលោកជំទាវជាទីគោរពដ៏ពងពោះសូមគោរពឯកឧត្តមឈិនកេតនាបនាយករដ្ឋមន្ត្រីអនុប្រធានអចិន្ត្រៃយ៍និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិជាទីគោរពដ៏ពងពោះសូមគោរពឯកឧត្តមទេសារដ្ឋមន្ត្រីរដ្ឋមន្ត្រីឯកឧត្តមលោកជំទាវសមាជិកសមាជិកាព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលឯកអគ្គរដ្ឋទូតឯកអគ្គរដ្ឋទូតមន្ត្រីរាជការនិងមហាពុទ្ធបរិស័ទទាំងអស់ជាទីគោរពថ្ងៃនេះជាអភិលក្ខិតកាលគឺតិថីថ្ងៃសុក្រ15កើតខែពិសាខឆ្នាំមមីអដ្ឋស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី1ខែឧសភាឆ្នាំ2026ដែលបរិជាណាចក្រកម្ពុជាយើងនៅនាព្រះមហាសក្យមុនីចេតិយភ្នំរាជទ្រព្យស្រុកពញាលឺខេត្តកណ្ដាលបានប្រារព្ធពិធីបុណ្យវិសាខបូជានេះឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមហ៊ីសោភាប្រធានគណៈប្រឹក្សាធម្មនុញ្ញនិងលោកជំទាវជាកិច្ចចាប់ផ្ដើមនៃកម្មវិធីខ្ញុំបាទសូមអនុញ្ញាតក្រុមអញ្ជើញឯកឧត្តមហ៊ីសោភាប្រធានក្រុមប្រឹក្សាធម្មនុញ្ញនិងលោកជំទាវឯកឧត្តមឧបនាយករដ្ឋមន្ត្រីទេសរដ្ឋមន្ត្រីឯកឧត្តមលោកជំទាវនិងមហាពុទ្ធបរិស័ទទាំងអស់អនុញ្ញាតមេត្តាក្រកឈរឡើងដើម្បីគោរពទង់ជាតិនៃបរិជាណាចក្រកម្ពុជាច្រៀងដតបទនគររាជដែលផ្ដើមដោយនិស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈកម្មវិធីជាបន្តទូលព្រះបង្គំខ្ញុំបកករណាខ្ញុំបាទសូមយាងនិមន្តសម្ដេចព្រះមហាសង្ឃរាជាធិបតីសម្ដេចព្រះមហាសុមេធាធិបតីសម្ដេចព្រះសង្ឃនាយករងសម្ដេចព្រះសង្ឃរាជគណៈព្រះសង្ឃគ្រប់ព្រះអង្គ
និងឯកឧត្តមអធិបតីនិងលោកជំទាវមុនលើដោយមហាពុទ្ធបរិស័ទទាំងអស់អនុញ្ញាតបែបប្រភៈនិងប្រភៈឆ្ពោះទៅកាន់ព្រះមហាសក្យមុនីចេតិយភ្នំព្រះរាជទ្រព្យដើម្បីគោរពទង់ព្រះពុទ្ធសាសនាសូត្របទសារភ័ញ្ញដែលផ្ដើមដោយនិស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈសូមថ្វាយបង្គំព្រះសម្ពុទ្ធប្រសាបំផុតក្នុងលោកកាជាគ្រូនៃមនុស្សនិងទេវតាទ្រង់ត្រាំទេសនាប្រដៅសត្វចង់អល់ឲ្យដាលើកនដាមាគីត្រកាអាចកំចាត់ទុកភ័យចង្រៃឲ្យចាយបាត់អាចកាត់សង្សាររេទុំបានសង្សាព្រះអង្គនៅសំថ្ងៃសន្មាននិស័យពីបុរាណប្រឹងរៀនប្រឹងស្ដាប់ចេះចាំបានកាន់តាមលំអានបានដីសុខឥតមានសុខណាស្មើក្ដីស្ងំបាញ់ចំត្រឹមសុខឃ្លាតចាទុកតាំងពីលោកនេះតទៅមុខដីសុខនឹងមានព្រោះធម៌ស្ងំខ្ញុំសូមបង្គំឈ្មោះព្រះធម៌ព្រះសង្ឃបវរទាំងក្រុមសង្ឃរួមជាត្រៃរណគួរគោរពជាមលំត្រជាងនៃលោកកាព្រះរូបព្រះធា
ជាបន្តគឺសូមបកគលទូនីតិលោកអាចារ្យដើម្បីប្រកាសវិសាខបូជាជាបន្តបាទសូមក្រុមជើញ សូមអនុមោទនាសូមព្រះរាជានុញ្ញាតនិងអនុញ្ញាតដើម្បីប្រកាសដូចតទៅអ្នកមោតាសា អ្នកមោតាសា ភគវៈតោ ភគវៈតោ អរហតោ អរហតោ សម្មាសម្ពុទ្ធស្សៈ សម្មាសម្ពុទ្ធស្សៈ សូមអ្នកមស្ការ សូមនមស្ការ ចំពោះព្រះភគវន្តមុនី ចំពោះព្រះភគវន្តមុនី អរហន្តសម្មាសម្ពុទ្ធ អរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ ព្រះអង្គនោះ សម្មាសម្ពុទ្ធោវតៈ សម្មាសម្ពុទ្ធោវតៈ សោភគវី សោភគវី យោសពតុក្ខាសា យោសពតុក្ខសៈ បហានាយៈ បហានាយៈ ធម្មងទេសេតេ ធម្មងទេសេតេ តាំងសម្មាសម្ពុទ្ធัง តាំងសម្មាសម្ពុទ្ធ អតរេនៈ អតរេនៈ អ្នកមសាមៈ នមសាមិ ព្រះភគវន្តមុនីអង្គឯណា ព្រះភគវន្តមុនីអង្គឯណា ទ្រង់ត្រាស់សម្ដែងនៅព្រះធម៌ ទ្រង់ត្រាស់សម្ដែងនៅព្រះធម៌ ដើម្បីកំចាត់បង ដើម្បីកំចាត់បង នៅសេចក្តីទុក្ខទាំងពួង នៅសេចក្តីទុក្ខទាំងពួង ព្រះភគវន្តមុនីអង្គនោះ ព្រះភគវន្តមុនីអង្គ ជា នោះ ព្រះសម្មាសម្ពុទ្ធពិតមែន ជាព្រះសម្មាសម្ពុទ្ធពិត ខ្ញុំ មែន ព្រះអង្គទាំងឡាយ ខ្ញុំព្រះអង្គទាំងឡាយ សូមក្រាបថ្វាយបង្គំ សូមក្រាបថ្វាយបង្គំ នៅព្រះសម្មាសម្ពុទ្ធអង្គនោះ នៅព្រះសម្មាសម្ពុទ្ធអង្គនោះ ដោយគោរព ដោយគោរព នៃយានិកោវតា និយានិកាវតា សោទហម្មោ សោធម្មោ យោសពតុក្ខាសា យោសពតុក្ខាសៈ បហានាយៈ បហានាយៈ ស្វាខាតោ ស្វាខាតោ តេនភគវតា តេនភគវតា តាំងតហម្មង តាំងធម្មៈ អតរេនៈ អតរេនៈ អ្នកមសាមៈ នមសាមិ ព្រះធរណា ព្រះធរណា ដែលព្រះភគវន្តមុនីអង្គនោះ ដែលព្រះភគវន្តមុនីអង្គ ទ្រង់ត្រាស់សម្ដែងហើយ ទ្រង់ត្រាស់សម្ដែងហើយ ដោយប្រពៃ ដោយប្រពៃ ដើម្បីកំចាត់បងនៅសេចក្តីទុក្ខទាំងពួង ដើម្បីកំចាត់បងនៅសេចក្តីទុក្ខទាំងពួង ព្រះធរនោះ ព្រះធរនោះ ជាធរស្រោចស្រង់ ជាធរស្រោចស្រង់ នៅសត្វលោកពិតមែន នៅសត្វលោកពិតមែន ខ្ញុំព្រះអង្គទាំងឡាយ ខ្ញុំព្រះអង្គទាំងឡាយ សូមក្រាបថ្វាយបង្គំ សូមក្រាបថ្វាយបង្គំ នៅព្រះធរនោះ នៅព្រះធរនោះ ដោយគោរព ដោយគោរព សុបដិបណ្ណោ សុបដិបណ្ណោ វតាសា វតសា ភគវតោ ភគវតោ សោសាវកសង្ឃោ សោសាវកសង្ឃោ យោសពតុក្ខាសា យោសពតុក្ខាសៈ បហានាយៈ បហានាយៈ បដិបណ្ណោ បដិបណ្ណោ តាំងសង្ឃัง តាំងសង្ឃា អតរេនៈ អតរេនៈ អ្នកមសាមៈ នមសាមិ ព្រះអរិយសង្ឃណា ព្រះអរិយសង្ឃណា លោកប្រតិបត្តិ លោកប្រតិបត្តិ ដើម្បីកំចាត់បង ដើម្បីកំចាត់បង នៅសេចក្តីទុក្ខទាំងពួង នៅសេចក្តីទុក្ខទាំងពួង ព្រះអរិយសង្ឃនោះ ព្រះអរិយសង្ឃ ជាសង្ឃសាវក ជាសង្ឃសាវក នៃព្រះភគវន្តមុនីអង្គនោះ នៃព្រះភគវន្តមុនីអង្គ លោកប្រតិបត្តិដោយប្រពៃពិតមែន លោកប្រតិបត្តិដោយប្រពៃពិតមែន ខ្ញុំព្រះអង្គទាំងឡាយ ខ្ញុំព្រះអង្គទាំងឡាយ សូមក្រាបថ្វាយបង្គំ សូមក្រាបថ្វាយបង្គំ នៅព្រះអរិយសង្ឃនោះ នៅព្រះអរិយសង្ឃនោះ ដោយគោរព ដោយគោរព ថ្ងៃនេះ ថ្ងៃនេះ ជាតិថីពេញបូរមី ជាតេថៃពេញបរមី នៃខែពិសា នៃខែពិសា មានព្រះច័ន្ទពេញវង្ស នៃព្រះចានពេញវង ត្រូវនឹងថ្ងៃ ត្រូវនឹងថ្ងៃ ដែលព្រះសក្យមុនី ដែលព្រះសក្យមុនី សម្មាសម្ពុទ្ធជាបរមគ្រូ សម្មាសម្ពុទ្ធជាបរមគ្រូ ទ្រង់ប្រសូត ទ្រង់ប្រសូត ទ្រង់បានត្រាស់ ទ្
ទ្រង់បានត្រាស់ ជាព្រះសបញ្ញពុទ្ធ ជាព្រះសបញ្ញពុទ្ធ ប្រកាសឡើងក្នុងលោក ប្រាកដឡើងក្នុងលោក នឹងថ្ងៃដែលទ្រង់រំលត់ខណ្ឌ នឹងថ្ងៃដែលទ្រង់រំលត់ខណ្ឌ ចូលកាន់បរិនិព្វាន ចូលកាន់បរិនិព្វាន តេថៃនេះ តែថៃនេះ ជាឧបលក្ខិតសម័យមួយ ជាឧបលក្ខិតសម័យមួយ ដ៏ឧត្តម ដ៏ឧត្តម ក្នុងព្រះពុទ្ធសាសនា ក្នុងព្រះពុទ្ធសាសនា គឺជាថ្ងៃ គឺជាថ្ងៃ សម្រាប់ពុទ្ធមាមកជន សម្រាប់ពុទ្ធមាមកជន ទាំងបព្វជិត ទាំងបព្វជិត ទាំងក្រហម ទាំងក្រហម ប្រជុំគ្នាធ្វើសក្ការៈបូជា ប្រជុំគ្នាធ្វើសក្ការៈបូជា ចំពោះព្រះសម្មាសម្ពុទ្ធអង្គនោះ ចំពោះព្រះសម្មាសម្ពុទ្ធអង្គនោះ ព្រមទាំងព្រះធម៌ ព្រមទាំងព្រះធម៌ ជាបរមពុទ្ធោវាទ ជាបរមពុទ្ធោវាទ និងព្រះអរិយសង្ឃ និងព្រះអរិយសង្ឃ ជាសាវករបស់ព្រះអង្គ ជាសាវករបស់ព្រះអង្គ ឥឡូវនេះ ឥឡូវនេះ ខ្ញុំព្រះអង្គទាំងអស់គ្នា ខ្ញុំព្រះអង្គទាំងអស់គ្នា ជាពុទ្ធសាសនិក ជាពុទ្ធសាសនិក បានមកប្រជុំគ្នា បានមកប្រជុំគ្នា ហើយបានរៀបចំ ហើយបានរៀបចំ នៅគ្រឿងសក្ការៈបូជា នៅគ្រឿងសក្ការៈបូជា មានទៀន មាន ធូបនិងផ្កាជាដើម ធូបនិងផ្កាជាដើម បាត់ក្នុងទីនេះ តបាត់ក្នុងទីនេះ មានប្រពុតស្នងអង្គស្នងព្រះអង្គ មានព្រះពុទ្ធស្នងព្រះអង្គ គង់ជាប្រធាន គង់ជាប្រធាន ហាក់ដូចជា ហាក់ដូចជា ព្រះបរមសាស្តាអង្គនោះ ព្រះបរមសាស្តាអង្គនោះ ទ្រង់ស្ដេចមកគង់ ទ្រង់ស្ដេចមក ក្នុងទីចំពោះមុខ ក្នុងទីចំពោះមុខ នៃខ្ញុំព្រះអង្គទាំងអស់គ្នា នៃខ្ញុំព្រះអង្គទាំងអស់គ្នា ខ្ញុំព្រះអង្គទាំងឡាយ ខ្ញុំព្រះអង្គទាំងឡាយ សូមថ្វាយនូវគ្រឿង សូមថ្វាយនៅគ្រឿង សក្ការៈបូជាទាំងនេះ សក្ការៈបូជាទាំងនេះ ចំពោះព្រះសម្មាសម្ពុទ្ធអង្គនោះ ចំពោះព្រះសម្មាសម្ពុទ្ធអង្គ ព្រមទាំងព្រះធម៌ ព្រមទាំងព្រះធម៌ និងព្រះអរិយសង្ឃ និងព្រះអរិយស រ ង្ឃ តនត្រ័យទាំង ព្រះនត្រ័យទាំង 3ដោយសេចក្តីគោរព ដោយសេចក្តីគោរព បបិទ្ធព្រះសក្យមុនីបរមគ្រូ បបិទ្ធព្រះសក្យមុនីបរមគ្រូ ព្រះអង្គជាពូជារហបុគ្គល ព្រះអង្គជាពរជារហបុគ្គល របស់ទេវតា របស់ទេវតា និងមនុស្សក្នុងលោក និងមនុស្សក្នុងលោក ឥតមានបុគ្គលណាមួយ ឥតមានបុគ្គលណាមួយ ត្រឹមស្មើនឹងព្រះអង្គឡើយ ត្រឹមស្មើនឹងព្រះអង្គឡើ ទោះ យ បីព្រះអង្គ ទោះបីព្រះអង្គ ទ្រង់យាងចូលកាន់បរិនិព្វាន ទ្រង់យាងចូលកាន់បរិនិព្វាន បាត់ព្រះរូបព្រះកាយ បាត់បរូបកាយ អស់កាលជាយូរអង្វែង អស់កាលជាយូរអង្វែង ទៅហើយក៏ពិតមែន ទៅហើយក៏ពិតមែន ប៉ុន្តែទ្រង់បានប្រដិស្ថាន ប៉ុន្តែទ្រង់បានប្រដិស្ថាន នៅព្រះវិសុទ្ធោវាទ នៅព្រះវិសុទ្ធោវា គឺ ទ ព្រះធម៌វិន័យ គឺព្រះធម៌វិន័យ ដ៏បរិសុទ្ធវិសេស ដ៏បរិសុទ្ធវិសេស ទុកជាតំណាងព្រះអង្គ ជាតំណាងព្រះអង្គ ទាំងប្រគុណរបស់ព្រះអង្គ ទាំងប្រគុណរបស់ព្រះអង្គ ក៏នៅមានប្រកប នៅមានប្រកាស ទាំងព្រះបរមសារីរិកធាតុ ទាំងព្រះបរមសារីរិកធាតុ និងព្រះពុទ្ធរូបស្នងព្រះអង្គ និងព្រះពុទ្ធរូបស្នងព្រះអង្គ ក៏នៅមានប្រកបដែរ ក៏នៅមានប្រកាសដែរ សូមព្រះដ៏មានបុណ្យ សូមព្រះដ៏មាន ជា បុណ្យ បរមសាស្តា ជាបរមសាស្តា ទ្រង់ព្រះមេត្តាប្រោស ទ្រង់ព្រះមេត្តាប្រោស ទទួលនៅគ្រឿងសក្ការៈបូជា ទទួលនៅគ្រឿងសក្ការៈបូជា របស់ខ្ញុំព្រះអង្គទាំងឡាយ របស់ខ្ញុំព្រះអង្គទាំង ដែល ឡា បាន យ រៀបចំថ្វាយក្នុងទីនេះ ដែលបានរៀបចំថ្វាយក្នុងទីនេះ ដើម្បីជាផល្លានិសង្ឃ ដើម្បីជាផល្លានិសង្ឃ ឲ្យខ្ញុំព្រះអង្គទាំងឡាយ ឲ្យខ្ញុំព្រះអង្គទាំងឡាយ បានប្រកបដោយ បានប្រកបដោយ អដ្ឋមនុញ្ញផល អដ្ឋមនុញ្ញផល សុភមង្គល សុភមង្គល វិបុលសុខ វិបលសុខ និងសេចក្តីចម្រើន និងសេចក្តីចម្រើន ដ៏ធំទូលាយ ដ៏ធំទូលាយ អស់កាលជាអង្វែងទៅវ អ ង ស់កាលជាអង្វែងទៅហោ សូមអនុមោទនីបាទសូមសម្រួលអរិយាបថឲ្យបែរប្រភពងាកមករកព្រះសង្ឃវិញដើម្បីធ្វើកិច្ចបន្តទៀតសូមអនុមោទនីសូមតាំងចិត្តជ្រះថ្លាដើម្បីធ្វើកិច្ចនមស្ការគុណបរតនត្រ័យដោយសង្ខេបนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโม
อริหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมพุทธัสสะเยจะปุตติอตัยตาจะเยจะปุตติอนาคตาจะเยปุตติอหังวันติมิสาเปเตียเยจะตหัมมีอตัยตาจะเยจะตหัมมีอนาปันนาจะเยตหัมมีอหังวันติมิสาเปเตียเยจะสังคีอตัยตาจะเยสังคีอนาคตาปัจจปันนาจะเยสังคีอหังวันติมิสาเปเตียอิเจวมัจจันตะนามาสะไนยังนะมาสะมานนองนาตยังยังปัญญาภิสันเตียงวิปุลังอลาทังตาสานุเพียเวนะหตันตะรายยาวขยมโสมเนมาสกาเลิกหัตถาอ่อนเสรใสปองกุมไปปุลลบไตรโลกาสมผลกองโกสลอ้อยบานดอลยังขยมนาเป็นโปสมัติเรียดโดยจุลสาตมตูเลียสมอ้อยกมจัดบังปะแมงกุลเตียงลายอ้อยจีเจนจ่าชงายได้อันตรายกมใบเมียนดอยกอมลังอานุเพียปัญญาเลียบเจียปลอดเทียนกองบนเรียใสเมียนบางสารก็เมียนมัวดอยกลเนมาสกาไตรรัตนาประสาขปัวสมอาในสังโนดะดอลทหารเนเปียนองดอยอนุเพียบในเกริยาลมอดลมอ่อนกายเวียจาจัดกราบถวายบังคมรำลึกนึกจำพวกคุณพระรัตนตรัยសូមអង្គពិធីទាំងមូលមានឯកឧត្តមលោកជំទាវទាំងអស់ជាអ្នកបរិបូរណ៍ដោយដេចឈ្នះអស់មានសត្រូវនិងជាអ្នកបរិបូរណ៍ដោយបញ្ញាជាសម្មាទិដ្ឋិនិងជាអ្នកបរិបូរណ៍ដោយកម្លាំងធនធានតាមប្រាជ្ញានិងការងាររៀងខ្លួនសូមអនុមោទនាសូមតាំងចិត្តជ្រះថ្លាដើម្បីសមាទាននិច្ចសិលជាបន្តទៀតអូកាសៈមៈយ៉ាងពហន្តេវិសុងរខណតហាយៈទេសារៈណេនសហបញ្ចសីលានិយចាមៈទុតិយំពេមៈយ៉ាងពហន្តេវិសុងរខណតហាយៈទេសារៈណេនសហបញ្ចសីលានិយចាមៈតតិយំពេមៈយ៉ាងផន្តេវិសុងរខណតហាយៈទេសារៈណេនសហបញ្ចសីលានិយចាមៈนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะธังสารนังกัจฉามิพุทธังสารนังกัจฉามิธัมมังส
สรณังกัจฉามิ ธัมมังสรณังกัจฉามิ สังฆังสรณังกัจฉามิ สังฆังสรณังกัจฉามิ ติยามปิพุทธังสรณังกัจฉามิ ตุเตยัมเปปุตตังสรณังกัจฉามิ ติยามปิธัมมังสรณังกัจฉามิ ตุเตยัมเปธัมมังสรณังกัจฉามิ ติยามปิสังฆังสรณังกัจฉามิ ตุเตยัมเปสังฆังสรณังกัจฉามิ ตติยามปิพุทธังสรณังกัจฉามิ ตเตยัมเปปุตตังสรณังกัจฉา ต มิ ติยามปิธัมมังสรณังกัจฉามิ ตเตยัมเปธัมมังสรณังกัจฉามิ ตติยามปิสังฆังสรณังกัจฉามิ ตเตยัมเปสังฆังสรณังกัจฉามิ สรณะกะมะนังลทิตัง อาเมะพันเต ปานาติปาตาเวระมะนิสิกขาปะนังสมาธิยามิ ปานาเตปาตาเวระเมะนิสิกขาปะเตียงสมาติเยมิ อะตินนาดานาเวระมะนิสิกขาปะนังสมาธิยามิ อะตเนียติเนียเวระเมะนิสิกขาปะเตียงสมาติเยมิ กาเมสุมิชฌาจาราเวระมะนิสิกขาปะนังสมาธิยามิ กามเมสุมิจฉาจาราเวระเมะนิสิกขาปะเตียงสมาติเยมิ สาวาดาเวระมะนิสิกขาปะนังสมาธิยามิ มุสาวิติเวระเมะนิสิกขาปะเตียงสมาติเยมิ สุราเมรยะมายะปะมาณทานาเวระมะนิสิกขาปะนังสมาธิยามิ โสราเมระยะมัจจปมาตทานาเวระเมะนิสิกขาปะเตียงสมาติเยมิ อิมานิปัญจสิกขาปะนานินิจจศีลวะเสนะสาธุกังรักขิตบานิ อาเมะพันเต สีเลนะสุขติงยันติสีเลนะภูกสัมปดาสีเลนะนิพพุติงยันติตัสมาสีลังวิโสทะเย สาธุสาธุสาธุอุตตมังเกณวันเตหังปาตปังสงเวรนตมังปนเทโย ทะเลเตาตุสา สาวปนโท ข ข ม ม ะ โตตังแมะมังอนตมังเกณวันเตหังธรรมังจตุวิหังวรัง ธรรมเมโยคะเลเตาตุ โตสาวธรรมโมขมโตตังแมะมังอนตมังเกณวันเตหังสังขัญจตุวิโหตมัง สังเคโยคะ ขะ เล ลิ เตา เตา ตุ ตุสาวสังโฆขมโตตังแมะมังសូមមហាពុទ្ធបរិស័ទងាកមករកព្រះបដិមាដើម្បីថ្វាយនៅគ្រឿងសក្ការៈបូជាមានចង្ហាន់បណ្ឌបាតជាដើមนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะ
นะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะโอกาสะ อุกาสะ อิมัง อิมัง อาหารปันดปาตัง อาหารปัณบาตัง เนียเนียภะลัง เนียเนียพลัง อุตกะเพสจัง ตกะเพสเจ มังกะลัง แมงแกะลัง พุทธัสสะ พุทธัสสะ โปเจเม โปเจเม ตุเตยัมเป ตุเตยามเป ตะเตยัมเป ตะเตยามเป อิมัง อิมัง อาหารปันดปาตัง อาหารปัณบาตัง เนียเนียภะลัง เนียเนียพลัง อุตกะเพสจัง อุตกะเพสเจ มังกะลัง แมงแกะลัง พุทธัสสะ พุทธัสสะ โปเจเม โปเจเม សូមអនុមោទនី ถูก សូមបែបភៈងាកមករកកណាជាអម្ចាស់គ្រប់ព្រះអង្គដើម្បីវេនៅតីវត្ថុមានចង្ហាន់បណ្ឌបាតជាដើមសូមថាតាមខ្ញុំទាំងអស់គ្នាខ្ញុំព្រះករុណាទាំងឡាយ ខ្ញុំព្រះករុណាទាំងឡាយ លំអោនកាយសូមគោរព លំអោនកាយសូម ប គោរព ពិតព្រះគុំម្ដែងសង្ឃ បពិតព្រះគុំម្ដែងស ដ ង្ ក ឃ ចម្រើនហើយ ដ៏ចម្រើនណាយ ខ្ញុំព្រះករុណាទាំងឡាយ ខ្ញុំព្រះករុណាទាំងឡាយ មានសទ្ធាជ្រះថ្លា មានសទ្ធាជ្រះថ្លា បានចាត់ចែង បានចាត់ចែង ហើយនាំមក ហើយនាំ នៅវត្ថុទាំងឡាយ នៅវត្ថុទាំងឡាយ មានចង្ហាន់បណ្ឌបាត មានចង្ហាន់បណ្ឌបាត ជាដើមនេះ ជាដើមនេះ មកតម្កល់ទុកក្នុងទីនេះ មកតម្កល់ទុកក្នុង ខ្ញុំ ទី ព្រះក នេះ រុណាទាំងឡាយ ខ្ញុំព្រះករុណា សូ ទាំង ម ឡាយ វេថ្វាយ សូមវេថ្វាយ ប្រគេនព្រះសង្ឃ ប្រគេនព្រះសង្ឃ បពិតព្រះគុំម្ដែងសង្ឃដ៏ចម្រើ ប ន ពុតព្រះគុំម្ដែងសង្ឃដ៏ សូម ចម្រើន ព្រះមេត្តាទទួលយក សូមព្រះមេត្តាទទួលយក នៅវត្ថុទាំងឡាយ នៅវត្ថុទាំងឡាយ មានចង្ហាន់បណ្ឌបាត មានចង្ហាន់បណ្ឌបាត ជាដើមនេះ ជាដើមនេះ ដោយព្រះតីអនុគ្រោះ ដោយព្រះតីអនុគ្រោះ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដើម្បីសេចក្តីសុខ ដល់លោកអ្នកដ៏មានគុណទាំងឡាយ ដល់លោកអ្នកដ៏មានគុណទាំងឡាយ មានមេត្តាបិតាជាដើមផង មានមេត្តាបិតាជាដើមផង ដល់គ្រូឧបជា ដល់គ្រូឧបជា និងគ្រូអាចារ្យទាំងឡាយផង និងគ្រូអាចារ្យទាំងឡាយផង ដល់ញាតកា ដល់ញាតកា ទាំង7សន្តានផង ទាំង7សន្តានផង ដល់ខ្ញុំព្រះករុណាទាំងឡាយនេះផង ដល់ខ្ញុំបកករណាទាំងឡាយ អ នេះ ស់កាលជាអង្វែងទៅវ អ ង ស់កាលជាអង្វែងទៅ ទុតិយំពេ ទុតិយាមពេ តតិយំពេ តតិយាមពេ អស់វរៈ2ដងផ អ ង ស់វិរៈ2ដងផង អស់វរៈ3ដងផ អ ង ស់វិរៈ3ដងផង សូមអនុមោទនី សាធុ សូមអញ្ជើញអាដាមលោកជំទាវឡើងថ្វាយចង្ហាន់ចំពោះសម្ដេចព្រះសង្ឃរាជ โอกาสวิปตปริปิหายะสัพพสัมปติสติยะสัพพทุกขะสัพพเพยะสัพพโรกะวินิยสายะปรตังปรูทมังกลังโอกาสอรัตนังกะเรามิ ยังพุทธัสสะภะคะวะโตปุมบะภาคะนะมะการังกะโรมะเสนะโมตัสสะภะคะวะอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะอะระหะโตสัมมาสัมพุทธัสสะ
นะโมตัสสะภะคะวะอะระหะโตสัมมาทัสสะบะหูเตวามนุสสาจามังคลานิอาเจนตยังอาคังกะมานาโสดานังบรหิมังกลมุตตมังอาเสวานายบาลานังปานิตานัยเสวนาปุญญายาปุญญาเนยานังเอตัมมังกลมุตตมังปฏิรูปเดสวะปุเปยกตปุญญาตาอัตตาสัมมาปณิทิจาเอตัมมังกลมุตตมังบาหุจะเสปัญญาวินัยโยยะสุสิกิโตสุภาสิตายยาวาจาเอตัมมังกลมุตตมังมาตาปิโตมาตานังพุทธดาราสสังโฆอานาคุลายกัมมันตาเอตัมมังกลมุตตมังดานัยยะตัมตากานัยยะสังโฆอานาเวยานิกามานิเอตัมมังกลมุตตมังอาราติวิรติปาปะมายาปานายสัญญโมอาปะมาโนยะตัมเมสุราโวจานิวาโตจาสันโตติยากตัญญูตากาเลนะธัมมสาวันนังเอตัมมังกลมุตตมังขันติยาโสวยาสัตตาสัมมานานัยยทัสสนังกาเลนะธัมมสกายจาตะโพยะพระมจาริยัญญาอริยสัจจนดัสสนังเนมานาสัจจิกิริยาจาเอตัมมังกลมุตตมังพุทธัสสะโลกธัมเมเจตังยาสนกัมปติอโศกังวิริยังเกมังเอตานิสานิกาตวานาสัมมาธัมมปรายิตาสัมมาทัสโสติงกัจจันติมหาการุณิโกนาโตหิตายะสัพพะตินะปุเรตวะภารมิสัพพะปัตโตสัมโพธิมุตตมังเอเตนะสัยยวะเจนะโหตุเตยยมังคลังเยยันโตโพธิยามูเลสักยานังนันติวัตโนเอวังตวังวิจโยยายาโสจิยมังคะเลอาปาราจิตบาลังเกสีเสปาตวิโภกเรอาภิเสเกสาภโพตานังอากาปาโตปโมทติสุนักตังสุมังกลังโสติตังสุขโนสุโมโตจาโสยตังพระมจาริสุป
ปัตตะกินังกายกรรมังวาจากรรมังปัตตะกินังปัตตะกินังมโนกรรมังปัตตะกินานิกาตวานาลาปันตันเตปัตตะกิอจิรังวัตยังกายโยปัตตะเวงอธิเสสติจุดโนอาเปตเวญาโนนิราตังวะกะลิงอเนจาวัตสังขารังอปาเทวยตัมอปาเจตวานิโรจันติเตสังโวปัสสัพเพสัตตามรันติจะมะรังโสจะมะริสเรตะเทวังมะริสามิทัสสังสายโยยะตาวาริวาภูราปริภูเรนติสากรังเอวะเมวะอิโตดินังเปตานังอุปกาปติอิชิตังปฏิตังตุมังคือพระเมวะสมิจตุสัมเภปุเรนุสังกปาจันโดปนรโสยะธามะนิโยติระโสยะธาสัพเพเดโยตุสัพพะโรโกวินาศตุมาเตภวัตวันตรายโยสุขิติกายุโกภวะสัพเพเตโยวิวัยยันตุสัพพะโรโกวินาศตุมาเตภวัตวันตรายโยยุโกภวะสัพเพเตโยวิวัยยันตุสัพพะโรโกมาเตภวัตวันตรายโยสุขิติกายุอภิวาทนาสิลิสาเดจังวุฒาปจายโนจัตตารโอธรรมาวันตันติสุขังพลังยัญญโกนาคินาเดนาสังฆัมปเตติตาดิการตังอิตายาสะธนาโสภกาปติโสญาติธรรมโมยะยังนิดาสิโตเอตานะบูญายกตาอุลาราตุเมปุญญังดุขัมปัตตายนันตุขันเนี่ยទាំងឡាយទាំងពួងដែរនៅសេចក្តីទុក្ខសូមឲ្យជាអ្នកបានសេចក្តីទុក្ខទៅដែរដល់នៅភ័យសូមឲ្យជាអ្នកបានភ័យទៅដែរដល់នៅសេចក្តីសោកសូមឲ្យជាអ្នកបានសេចក្តីសោកទៅសូមទេវតាទាំងឡាយអនុមោទនានៅសម្បទាគឺបុណ្យដែលអ្នកបានកសាងឲ្យទាំងបុណ្យទេវតាទាំងឡាយតួអាកាសក្តីតួស្ថិតនៅលើផែនដីក្តីអ្នកទាំងឡាយដែលមានฤទ្ធិភាពច្រើនក្តីសូមអនុមោទនានៅបុណ្យរបស់សូមរក្សានៅអ្នកទាំងឡាយសពសពកាលអស់កាលជាយូរអង្វែងទៅសាធុសូមបរិស័ទឧទ្ទិសទានទាំងអស់គ្នា
អ៊ីទាំងវោញាតៃណាំង អ៊ីទាំងវោញាតៃណាំង សុខេតាហោតោ សុខេតាហោតោ ញាតយោ ញាតយោ រីទាននេះ រីទាននេះ ចូលមានដល់ ចូលមានដល់ ញាតទាំងឡាយ ញាតទាំងឡាយ សូមញាតទាំងឡាយ សូមញាតទាំងឡាយ បាននៅសេចក្តីសុខចោ បាននៅសេចក្តីសុខចោ សូមជូនមគ្គផលចំពោះទៅដល់មេត្តាបិតាគុណគ្រូឧបជាយាចាគុណញាត តកា 7សន្តានជីដូនជីតារស់នៅក្តីណាលោកម្ចាស់ចែកឋានសូមជូនមគ្គផល កុសលកម្មកានសូមសុខ សែនខ្សានដល់ឋានផុតទុក្ខសូមអញ្ជើញអាដាមលោកជំទាវមេត្តាជ្រោចទឹកទៀតបើកពួយហ្នឹងដែលចូលក្នុងក្អមពួយហ្នឹងចូលក្នុងផ្ទិលហ្នឹងបាទបតិទានគាតហាយ៉ាងកេញចេកុសលកម្មង្កាតាពាំងកិរិយ៉ាងមកាយេនវិចា ណាសាតេតាសេ សុគតាំងកតាំងយេសត្តាសញ្ញេណោអតិយេចសត្តាអសញ្ញេណោកតាំងបញ្ញផលាំងមៃហង្សាពេភាគីភវន្ន តេយេតាំងកតាំង សុវិតិតាំងតនងបញ្ញផលាំងមយាយេចតាតនជានន្តទេវាកន្វានិវេតយង សព្ពេលោកម្ម ហេយេសត្តាជីវន្តាហារហេតុកាមនុញ្ញងភោចនងសាពេទុមេមចេតសាតេសូមអនុមោទនីសូមអញ្ជើញអាដាមលោកជំទាវមកទទួលទឹកខយាចម្លងពីសម្ដេចម្ចាស់យាសិនបាទបន្ទាប់ពីលោកអាចារ្យវិផតាហានឹងធ្វើនៅផតានមោទនារួចពីសំណាក់សម្ដេចព្រះមហាសង្ឃរាជាធិបតីសម្ដេចព្រះមហាសុមេធាធិបតីសម្ដេចព្រះសង្ឃនាយករងសម្ដេចព្រះសង្ឃនិងព្រះសង្ឃរួចបន្ទាប់មកលោកអាចារ្យក៏បានឧទ្ទិសមហាកុសលរួចមកហើយផងដែរកម្មវិធីជាបន្តគឺសូមគោរពអញ្ជើញអាដាមហេសោភានិងលោកជំទាវព្រមទាំងមហាពុទ្ធបរិស័ទទាំងអស់រៀបចំចង្ហាន់បិណ្ឌបាតនិងគ្រឿងបច្ច័យទាំងឡាយ4ត្រៀមលក្ខណៈដើម្បីយាងនិមន្តសម្ដេចព្រះមហាសង្ឃរាជាធិបតីសម្ដេចព្រះមហាសង្ឃរាជសម្ដេចព្រះមហាសុមេធាធិបតីសម្ដេចព្រះសង្ឃនាយករងសម្ដេចព្រះសង្ឃនិងព្រះសង្ឃចំនួន80អង្គទ្រង់យាងនិងនិមន្តគូចរបិណ្ឌបាតខ្ញុំទៅមកឃ្លានេះឲ្យទាំងអស់គ្នាហ្មងទៅបងចាំដល់ចាំចាំទៅឡើយចាប់បក្បាលខ្ញុំចាប់បក្បាលហើយទៅយើងទាំងអស់គ្នាហ្មងគេតន់ឲ្យសូទៅសូទៅខ្ញុំដើរមកបានហើយចាដល់ថ្ងៃលោសូទៅគាត់និយាយទៀតទៅយើងមិនបាក់សួរបានទេเป็นសួរបានទេចូលបានហើយសួរគេបានចូលបានចាកូនជើងទីទៅ ទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីសម្រាប់ពិធីបុណ្យវិសាខបូជាដែលប្រព្រឹត្តទៅនៅទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតខាងមុខភ្នំព្រះរាជទ្រព្យឧដុង្គដែលស្ថិតនៅក្នុងស្រុកពញាលឺខេត្តកណ្ដាលដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមហ៊ីសោភាប្រធានក្រុមប្រឹក្សាធម្មនុញ្ញនិងលោកជំទាវព្រមទាំងថ្នាក់ដឹកនាំអិសរាជជនកម្ពុជាថ្នាក់ជាតិមានស្ថាប័នព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាល
និងមន្ត្រីអ្នកមុខអ្នកការនិងពុទ្ធបរិស័ទយ៉ាងច្រើនកុះករដែលប្រារព្ធឡើងនៅទីសក្ការៈនៃភ្នំព្រះរាជទ្រព្យឧដុង្គទស្សនិកជនជាទីគោរពនិងជាទីមេត្រីសម្រាប់កម្មវិធីជាបន្ទាប់ទៅនេះគឺពិធីដាក់បាតប្រគេនព្រះសង្ឃចំនួន80អង្គគោចរបិណ្ឌបាតទស្សនិកជនជាទីមេត្រីខ្ញុំបាទសូមជម្រាបជូនពីអត្ថន័យនៃពិធីបុណ្យវិសាខបូជាពិធីបុណ្យវិសាខបូជាមកពីពាក្យថាវិសាខឈ្មោះខែទី2នៃចន្ទគតិរួមជាមួយពាក្យបូជាគឺការគោរពសក្ការៈការបូជាដ៏ធំបំផុតមួយក្នុងព្រះពុទ្ធសាសនាដើម្បីរំលឹកដល់ព្រឹត្តិការណ៍មហោស្ចារ្យ3យ៉ាងដែលកើតឡើងចំថ្ងៃ15កើតខែពិសាខដូចគ្នាប៉ុន្តែខុសឆ្នាំតែប៉ុណ្ណោះទី1រំលឹកដល់ព្រះសម្មាសម្ពុទ្ធទ្រង់ប្រសូតទី2រំលឹកដល់ទ្រង់ត្រាស់ដឹងព្រះអង្គបានសម្រេចនៅព្រះសម្មាសម្ពុទ្ធញ្ញាណក្លាយជាព្រះពុទ្ធជាអម្ចាស់នៃលោកនៅក្រោមដើមពោធិព្រឹក្សទី3រំលឹកទៅដល់ព្រះអង្គទ្រង់ព្រះបរិនិព្វានព្រះអង្គទ្រង់រលត់ខណ្ឌចូលកាន់ព្រះបរិនិព្វានក្រោមដើមរាំងទាំងគូក្នុងក្រុងកុសិនេរាពិធីបុណ្យវិសាខបូជាមានសារៈសំខាន់បំផុតចំពោះខ្លឹមសារនៃការអប់រំនិងសន្តិភាពវិសាខបូជាមិនមែនគ្រាន់តែជាពិធីតាមបែបសាសនានោះទេប៉ុន្តែមានអត្ថន័យអប់រំយ៉ាងជ្រាលជ្រៅពោលគឺការផ្សាយនៅមេត្តាធម៌និងអហិង្សាព្រះពុទ្ធសាសនាបង្រៀនឲ្យមនុស្សស្រឡាញ់គ្នាមិនបៀតបៀនគ្នានិងរស់នៅដោយសុខដុមរមនាបញ្ញានិងការស្វែងរកសច្ចធម៌ការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គគឺជាជ័យជំនះនៃបញ្ញាលើអវិជ្ជាសេចក្តីល្ងង់ខ្លៅសេចក្តីមិនប្រមាទមុននឹងព្រះបរិនិព្វានព្រះអង្គមានពុទ្ធដីកាបណ្ដាំចុងក្រោយថារូបធម៌ទាំងឡាយមានសេចក្តីវិនិច្ឆ័យទៅជាធម្មតាចូលអ្នកទាំងឡាយញ៉ាំងប្រយោជន៍ឲ្យសេចក្តីដោយសេចក្តីមិនប្រមាទចុះអត្ថន័យនៃពិធីបុណ្យវិសាខបូជាដែលមានតម្លៃជាអន្តរជាតិទូទាំងសកលលោកដោយបង្ហាញពីមោទនភាពជាតិនិងសាសនានៅថ្ងៃទី15ខែធ្នូឆ្នាំ1999អង្គការសហប្រជាជាតិ UN បានអនុម័តទទួលស្គាល់វិសាខបូជាទិវាអន្តរជាតិ International Day of Visak ការទទួលស្គាល់នេះគឺដោយសារពិភពលោកមើលឃើញថាគោលការណ៍សន្តិភាពនិងការផ្សាយមេត្តាធម៌របស់ព្រះពុទ្ធសាសនាគឺជាផ្លូវដ៏ល្អបំផុតក្នុងការដោះស្រាយជម្លោះនិងការកសាងពិភពលោកឲ្យមានសុវត្ថិភាពដូច្នេះសកម្មភាពសំខាន់ដែលពុទ្ធបរិស័ទគួរប្រតិបត្តិក្នុងពិធីបុណ្យវិសាខបូជាមានដូចជាអស្មេះបូជាការបូជាដោយគ្រឿងសក្ការៈមានផ្កាភ្ញីទៀនធូបជាដើមការបូជាដោយការអនុវត្តតាមធម៌វិន័យដូចជាការរក្សាសីល5ឬសីល8ការស្ដាប់ធម៌ទេសនានិងការចម្រើនមេត្តាភាវនាការរាប់បាតប្រគេនយគូឬការចែកទានដល់ជនក្រីក្រដើម្បីសន្សំកុសលលោកអ្នកនាងជាទីមេត្រីថ្ងៃបុណ្យវិសាខបូជានេះមិនត្រឹមតែជាថ្ងៃមហាមង្គលរំលឹកដល់ព្រះពុទ្ធសាសនាប៉ុណ្ណោះទេប៉ុន្តែក៏ជាពេលវេលាដ៏សំខាន់បំផុតនៃការផ្លាស់ប្ដូរពុទ្ធសករាជផងដែរយោងតាមសេចក្តីកំណត់នៃប្រតិទិនពុទ្ធសាសនានាឱកាសថ្ងៃ15កើតខែពិសាខឆ្នាំមមីនេះយើងនឹងឈានចេញចាកពីពុទ្ធសករាជ2569ហើយឈានចូលទៅកាន់ពុទ្ធសករាជ2570ជាផ្លូវការនេះគឺជាការរំលឹកយើងគ្រប់គ្នាថា
ពេលវេលាតែងតែធ្វើដំណើរទៅមុខជានិច្ចហើយព្រះពុទ្ធសាសនាបានចាក់ឫសយ៉ាងមាំក្នុងដួងព្រលឹងខ្មែរអស់រយៈពេលជាង25សតវត្សមកហើយការឈានចូលដល់លេខសករាជថ្មី2570នេះក៏ជានិមិត្តរូបនៃការតាំងចិត្តថ្មីក្នុងការដោះខាត់នៅសិលធម៌និងការកសាងអំពើល្អឲ្យកាន់តែរីកសុសសាយក្នុងសង្គមជាតិយើងផងដែរនៅក្នុងប្រតិទិនពុទ្ធសាសនាការរាប់ឆ្នាំមិនបានចាប់ផ្ដើមនៅថ្ងៃទី1ខែមករាដោយសកលលោកឬថ្ងៃទី1ខែចែកដូចឆ្នាំខ្មែរនោះទេការផ្លាស់ប្ដូរលេខសករាជគឺកំណត់យកថ្ងៃ15កើតខែពិសាខជាចំណុច0មូលហេតុដោយសារថ្ងៃវិសាខបូជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់រំលត់ខន្ធចូលកាន់ព្រះបរិនិព្វានការរាប់ពុទ្ធសករាជគឺរាប់ចាប់ពីក្រោយថ្ងៃដែលព្រះអង្គបរិនិព្វានទៅការផ្លាស់ប្ដូរនៅថ្ងៃសុក្រ15កើតខែពិសាខឆ្នាំមមីនេះពុទ្ធសករាជ2569នឹងត្រូវបញ្ចប់នៅត្រឹមពាក់កណ្ដាលអាធ្រាត្រហើយឈានចូលពុទ្ធសករាជ2570នៅថ្ងៃបន្ទាប់ឬតាមទំនៀមគឺចាប់ពីថ្ងៃវិសាខបូជានេះតទៅតែម្ដងទស្សនិកជនជាទីគោរពនិងជាទីមេត្រីសម្រាប់កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាសម្រាប់ការកសាងនិងការការពារមាតុភូមិឆ្នាំ2023-2028និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ក្រោមការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចង្អុលបង្ហាញយ៉ាងច្បាស់ដល់ក្រសួងធម្មការនិងសាសនាស្ដីពីការអភិរក្សនិងការអភិវឌ្ឍវិស័យសាសនាមានជាអាច1គោរពសេរីភាពខាងជំនឿនិងធ្វើប្រតិបត្តិខាងផ្លូវសាសនាលើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋនិងគាំទ្រការគោរពប្រតិបត្តិសាសនាផ្សេងៗទៀតក្នុងព្រះរាជាណាចក្រកម្ពុជា2ពង្រឹងសុខដុមនីយកម្មរវាងគ្រប់សាសនា3បន្តពង្រឹងនិងពង្រីកពុទ្ធិកសិក្សាពីកម្រិតបឋមដល់ឧត្តមសិក្សានិងក្រោយឧត្តមសិក្សាដើម្បីឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលខាងលើក្រសួងធម្មការនិងសាសនាបានអនុវត្តគោលនយោបាយលើកកម្ពស់សាសនារបស់រដ្ឋតម្លៃសីលធម៌សង្គមនិងសុខដុមនីយកម្មសាសនាសម្រាប់អនុវត្តនៅឆ្នាំ2024និងឆ្នាំ2028ដោយផ្អែកលើផែនការយុទ្ធសាស្ត្រចំនួន5រួមមាន 1. ការលើកកម្ពស់សាសនារបស់រដ្ឋ 2. ការលើកកម្ពស់សីលធម៌សង្គម 3. រក្សាសុខដុមនីយកម្មសាសនា 4. ការពង្រឹងគុណភាពពុទ្ធិកសិក្សាគ្រប់កម្រិតនិងទី5ការអភិវឌ្ឍសមត្ថភាពស្ថាប័ននិងធនធានមនុស្សក្រសួងធម្មការនិងសាសនាជានិច្ចកាលបានធ្វើកិច្ចសហការជាមួយដៃគូអភិវឌ្ឍអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិនិងវិស័យឯកជនក្នុងការចូលរួមអនុវត្តគោលនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលកម្ពុជានិងផែនការយុទ្ធសាស្ត្ររបស់ក្រសួងដើម្បីរក្សាបាននូវសុខដុមនីយកម្មសាសនានៅព្រះរាជាណាចក្រកម្ពុជាហើយគ្រប់សាសនាទាំងអស់បានចូលរួមសហការលើកិច្ចការងារអភិវឌ្ឍសង្គមទស្សនិកជនជាទីគោរពនិងជាទីមេត្រីពិធីបុណ្យវិសាខបូជាបានប្រព្រឹត្តទៅយ៉ាងមហោឡារិកអធិកអធមជារៀងរាល់ឆ្នាំ
ពលគឺដោយសារប្រមុខរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឆ្លៀសវៃនិងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងនេតិកាលទី7នៃរដ្ឋសភាបានបន្តអភិវឌ្ឍបោះជំហានលើគ្រប់វិស័យទាំងវិស័យពុទ្ធចក្រនិងអាណាចក្រវិស័យទាំងពីរត្រូវបានដើរទន្ទឹមគ្នាពលគឺក្រោមការអភិវឌ្ឍលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាលសម្រាប់ពិធីបុណ្យវិសាខបូជានៅភ្នំព្រះរាជទ្រព្យរៀងរាល់ឆ្នាំមានការរៀបចំឡើងក្រោមការដឹកនាំរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិដែលមានសម្ដេចមហាមន្ត្រីគួយសុផលប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិព្រមទាំងឯកឧត្តមឧបនាយករដ្ឋមន្ត្រីឈិនគិតនាអនុប្រធានអចិន្ត្រៃយ៍និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀតបានចូលរួមរៀបចំដែលញ៉ាំងឲ្យពិធីបុណ្យវិសាខបូជាជារៀងរាល់ឆ្នាំប្រព្រឹត្តទៅដោយមហោឡារិកនិងអធិកអធមជាទីបំផុតទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីយើងឃើញថាទស្សនវិជ្ជាដែលទូរទស្សន៍កម្ពុជាធ្វើការផ្សាយផ្ទាល់ចេញពីខាងមុខភ្នំព្រះរាជទ្រព្យឧដុង្គដែលជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតជាទីស្ថាននៃការតម្កល់ព្រះបរមសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើងសម្រាប់ពិធីបុណ្យវិសាខបូជាដែលប្រជាពុទ្ធបរិស័ទកម្ពុជាអញ្ជើញមកពីទីជិតនិងទីឆ្ងាយបានចូលរួមដាក់បាតប្រគេនដល់ព្រះសង្ឃចំនួន80អង្គដែលព្រះសង្ឃចំនួន80អង្គគូចរបិណ្ឌបាតទាំងអស់នេះបានញ៉ាំងឲ្យបរិយាកាសនៅក្នុងកម្មវិធីពិធីបុណ្យកាន់តែមហោឡារិកនិងអធិកអធមបន្ថែមទៀតដោយសារតែប្រទេសជាតិ
កាន់តែមានការអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពរស់នៅសុខសាន្តសម្បូរសប្បាយរុងរឿងដូច្នេះប្រជាពលរដ្ឋមានឱកាសនិងមានលទ្ធភាពក្នុងការចូលរួមធ្វើបុណ្យទានផ្សេងៗតាមក្តីប្រាថ្នារបស់ខ្លួនដែលធ្វើឲ្យទឹកចិត្តនិងសទ្ធាជ្រះថ្លាទាំងអស់នេះញ៉ាំងឲ្យកម្មវិធីនៅក្នុងព្រះរាជាណាចក្រកម្ពុជាអាចដំណើរការបានទៅមិនថាពិធីបុណ្យថ្នាក់ជាតិឬក៏ថ្នាក់ក្រោមជាតិក្តីទស្សនិកជនជាទីគោរពនិងជាទីមេត្រីខ្ញុំបាទសូមជម្រាបជូនទស្សនិកជនឲ្យបានជ្រាបដែរថាសម្រាប់ការពង្រឹងនិងពង្រីកការអប់រំពុទ្ធិកសិក្សាគ្រប់កម្រិតនៅក្នុងវិស័យពុទ្ធសាសនាក្នុងព្រះរាជាណាចក្រកម្ពុជាដែលវិស័យសាសនានៅប្រទេសកម្ពុជាសពថ្ងៃមានការរីកចម្រើនយ៉ាងខ្លាំងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាដែលកម្ពុជាទទួលបាននាពេលបច្ចុប្បន្ននេះធ្វើឲ្យសាសនាទាំងអស់រស់នៅរួមគ្នាប្រកបដោយក្តីសុខក្សេមក្សាន្តមនុញ្ញផលទាំងនេះកើតចេញពីការខិតខំប្រឹងប្រែងលះបង់បូជានៅសាច់ស្រស់ឈាមស្រស់របស់សម្ដេចតេជោអតីតនាយករដ្ឋមន្ត្រីនិងជាប្រធានព្រឹទ្ធសភាដែលបានកំពុងនាំនាវាកម្ពុជាដែលពីគ្មានសាសនាឲ្យមកមានសាសនាយ៉ាងច្រើននៅកម្ពុជាហើយរាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានបដិញ្ញាយ៉ាងម៉ឺងម៉ាត់បំផុតក្នុងការបន្តអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនិងអនុវត្តក្នុងរយៈពេលជាង40ឆ្នាំកន្លងមកនេះក្នុងការគោរពប្រតិបត្តិធានាសិទ្ធិសេរីភាពដល់គ្រប់សាសនាទាំងអស់និងការថែរក្សាសុខដុមនីយកម្មសាសនាដែលជាធាតុមួយដ៏សំខាន់ក្នុងការថែរក្សាសន្តិភាពនៅកម្ពុជាទស្សនិកជនជាទីគោរពនិងជាទីមេត្រីទស្សនវិជ្ជាដែលទូរទស្សន៍កម្ពុជាធ្វើការផ្សាយផ្ទាល់ចេញពីខាងមុខព្រះក្សក្យមុនីចេតិយភ្នំព្រះរាជទ្រព្យស្ថិតនៅក្នុងស្រុកពញាលឺខេត្តកណ្ដាលដែលទូរទស្សនិកជនបានទស្សនានៅពេលនេះក៏បានដល់ទីបញ្ចប់ផងដែរយើងខ្ញុំជាក្រុមការងារផ្សាយផ្ទាល់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ពុទ្ធបរិស័ទទាំងអស់ដែលបានអញ្ជើញនិងតាមដានទស្សនានិងបានចូលរួមនៅទីតាំងផ្ទាល់សូមឲ្យអានុភាពនៃបុណ្យវិសាខបូជានេះជួយបីបាច់ថែរក្សាឯកឧត្តមលោកជំទាវនិងបងប្អូនជនរួមជាតិទាំងអស់ឲ្យទទួលបាននៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិភិនៈកំបីឃ្លៀងឃ្លាតឡើយយើងខ្ញុំសូមបញ្ចប់ការផ្សាយផ្ទាល់ពីភ្នំព្រះរាជទ្រព្យត្រឹមតែប៉ុណ្ណេះសូមអរគុណនិងសូមគោរពលា